សួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សាជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះផងដែរយើងបន្តសាច់រឿង Naruto របស់យើងបន្តទៀតអ្នកទាំងអស់គ្នាដែលកាលពីវគ្គមុនយើងបានឃើញ Sabusa ប្រយុទ្ធជាមួយនឹង Kakashi Sensei នៅពេលដែលប្រយុទ្ធជាមួយនឹង Kakashi Sensei ហ្នឹង Sabusa គាត់បានចាញ់ទៅលើ Kakashi Sensei ដោយសារតែ Kakashi Sensei ហ្នឹងបានប្រើ Sharingan copy ទៅលើក្បាច់របស់ Sabusa ណាទាំងអស់គ្នាហើយនៅពេលដែល Kakashi ហ្នឹងរៀបនឹងបញ្ចប់ជីវិត Sabusa សុទ្ធតែមានជនអាថ៌កំបាំងម្នាក់លេចមុខមកតែម្ដងហើយក៏បានប្រើអាវុធសម្ងាត់របស់គេចាក់សម្លាប់ទៅលើ Sabusa តែម្ដងហើយក៏បានសុំសាកសព Sabusa យកទៅវិលិចដើម្បីទទួលរង្វាន់អញ្ចឹងចង់ដឹងតែក្នុងវគ្គនេះសាច់រឿងនឹងទៅជាយ៉ាងណាកុំភ្លេចទស្សនាជាមួយនឹង Admin ទាំងអស់គ្នា Standing by សាច់រឿងរបស់យើងបានចាប់ផ្ដើមនៅក្នុងព្រៃមួយនៅផ្ទះរបស់តាស៊ូណាដោយយើងបានឃើញ Kakashi បានងើបពីដំណេករបស់គេដោយសារតែវគ្គមុនហ្នឹងគាត់បានប្រើឆាការ៉ារបស់គាត់ច្រើនពេកចឹងទៅធ្វើឲ្យគាត់អស់កម្លាំងចឹងណាបងប្អូនគ្នាហើយនៅពេលដែល Kakashi បានភ្ញាក់ពីដំណេកវិញ Kakashi ក៏បានសន្និដ្ឋានថាការស្លាប់របស់ Sabusa ហ្នឹងគឺជាទង្វើคล้ายៗដែលរៀបចំដោយជនអាថ៌កំបាំងម្នាក់ហ្នឹងចឹងណាបងប្អូនគ្នាហើយ Naruto Sasuke Sakura នៅពេលដែលបានដឹងការពិតថា Sabusa មិនទាន់មកបង់ជីវិតធ្វើឲ្យពួកគេមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងកាត់មកដល់កន្លែងមួយយើងក៏បានឃើញជនអាថ៌កំបាំងម្នាក់ហ្នឹងបានយក Sabusa ទៅដាក់នៅក្នុងព្រៃមួយហើយគាត់ព្យាយាមជួយសង្គ្រោះទៅលើ Sabusa ហើយនៅទីបំផុតយើងក៏បានស្គាល់អត្តសញ្ញាណរបស់ជនអាថ៌កំបាំងម្នាក់ហ្នឹងដែលជនអាថ៌កំបាំងម្នាក់ហ្នឹងគឺគាត់មានឈ្មោះថា Haku គាត់គឺជាដៃគូរបស់ Sabusa ហ្នឹងណាបងប្អូនគ្នាចំណែក Sabusa វិញគាត់បានភ្ញាក់ពីការស្លាប់คล้ายៗរបស់គាត់ហើយនៅពេលដែលគាត់ភ្ញាក់ពីការស្លាប់คล้ายៗរបស់គាត់គាត់បានសន្យានឹងខ្លួនឯងហើយនឹង Haku ថានៅពេលដែលជួប Kakashi ម្ដងទៀតគាត់នឹងសម្លាប់ Kakashi ចោលតែម្ដងក៏ប៉ុន្តែដោយសារតែឆាការ៉ារបស់គាត់បានធ្វើការប្រយុទ្ធជាមួយនឹង Kakashi អស់ច្រើនពេកចឹងទៅគាត់ត្រូវការរក្សាឆាការ៉ារបស់គាត់ឡើងវិញយ៉ាងច្រើនក្នុងរយៈពេលមួយសប្ដាហ៍កាត់មកដល់ផ្ទះរបស់ Tatsuna វិញយើងក៏បានឃើញក្មេងម្នាក់ដែលជាចៅរបស់ Tatsuna ហើយចៅរបស់ Tatsuna ហ្នឹងគាត់មានឈ្មោះថា Inari បាននិយាយទៅកាន់ក្រុមទី7ថាมันអាចយកឈ្នះក្រុមរបស់ Kato បានទេហើយនៅពេលដែល Naruto គាត់បានលើ Inari និយាយចឹងគាត់ក៏បានថាឲ្យ Inari វិញតែម្ដងហើយ Naruto ក៏បានអួតថាគាត់នឹងគឺជា Super Hero ប្រចាំ Village របស់គាត់ចឹងណាបងប្អូនគ្នា Naruto ក៏បានអួតទៅកាន់ Inari ថាអនាគតរបស់គាត់គឺគាត់នឹងចង់ក្លាយជា Hokage ចំណែក Inari វិញនៅពេលដែលគាត់លើ Naruto អួតចឹងគាត់ក៏បាននិយាយទៅកាន់ Naruto ហើយនៅក្រុមទី7ថាឲ្យទៅផ្ទះវិញទៅដោយសារតែมันអាចយកឈ្នះក្រុមរបស់ Kato បានទេនិយាយរួចហើយ Inari គាត់ក៏បានឡើងទៅលើបន្ទប់របស់គាត់តែម្ដងចំណែក Naruto វិញក៏បានខឹងទៅលើ Inari ក៏បានដេញតាម Inari នៅពេលដែល Naruto ទៅដល់ខាងលើក៏បានឃើញ Inari អង្គុយទៅកាន់មាត់សមុទ្រហើយយំនឹងឪពុករបស់គាត់ដោយសារតែពេលគាត់កើតមកហ្នឹងគឺมันបានឃើញវត្តមានឪពុករបស់គាត់នោះទេនៅពេលដែល Naruto បានឃើញ Inari យំបែបហ្នឹងគាត់ក៏បានអាណិតទៅលើ Inari ផងដែរដោយសារតែអតីតកាលរបស់គាត់គឺគ្មានឪពុកម្ដាយនោះទេនៅថ្ងៃបន្ទាប់ក៏បានមកដល់ដើម្បីការពារខ្លួនពីការវិលត្រឡប់របស់ Sabusa ត្រឡប់មកវិញ Kakashi Sensei ក៏បានបង្រៀនកូនសិស្សរបស់គាត់ទាំង3អំពីចក្រារបៀបសម្រាលខ្លួននៅលើដើមឈើហើយនៅពេលដែលរៀនហ្នឹងគឺ Sakura ធ្វើបានល្អជាងគេចំណែកឯ Naruto និង Sasuke វិញគឺធ្វើមិនបានល្អនោះទេ Kakashi Sensei គាត់បានធ្វើការវឹកហាត់ទៅលើកូនសិស្សរបស់គាត់បន្ថែមទៀតនៅពេលដែលគាត់កំពុងតែធ្វើការវឹកហាត់គាត់ក៏សង្កេតឃើញថា Naruto មានការយល់ដឹងច្រើនអំពីរបៀបធ្វើការជាក្រុម Kakashi Sensei គាត់ក៏បានសម្គាល់ឃើញថានៅក្នុងចំណោមកូនក្រុមរបស់គាត់ទាំង3គឺ Naruto មានចក្រាខ្ពស់ជាងគេហើយមូលហេតុដែល Naruto មានចក្រាខ្ពស់ជាងគេនោះគឺដោយសារតែថាមពលរបស់ Nine Tail Jinchuriki អ្នកទាំងអស់គ្នានៅពេលដែលកំពុងធ្វើការវឹកហាត់យើងក៏បានឃើញ Inari កំពុងតែលួចមើលក្រុមរបស់ Kakashi ផងដែរសាច់រឿងក៏បានកើតមកដល់ឈុតបន្ទាប់នៅកន្លែងរបស់ Sabusa ហើយនិង Haku យើងក៏បានឃើញក្រុមរបស់ Kato នឹងកំពុងតែធ្វើការអុកឡុកមូលហេតុដែល Kato និងក្រុមរបស់ Kato ធ្វើការអុកឡុកទៅលើ Sabusa គឺដោយសារតែ Sabusa និងក្រុមរបស់គាត់នឹងធ្វើការមិនបានជោគជ័យឲ្យ Kato នឹងម្ដងជា2ដងមកហើយដូច្នេះហើយ Kato ចង់សម្លាប់ Sabusa បំបិទមាត់ចោលតែម្ដងហើយមួយវិញទៀតគឺខ្លាច Sabusa ទាមទារប្រាក់រង្វាន់នៅពេលដែល Kato ចង់យកដៃរបស់គាត់ច្របាច់ក Sabusa Haku ក៏ចូលមកខាត់តាន់ហើយបន្ទាប់មកទៀតកូនចៅរបស់ Kato ក៏ចូលអន្តរាគមន៍ទោះបីជាកូនចៅរបស់ Kato ចូលក៏ដោយក៏មិនមែនជាដៃគូរបស់ Haku ទេតែទីបំផុត Kato និងក្រុមរបស់គេបានចេញទៅវិញបានហើយនៅពេលដែលពួកគេចេញពួកគេក៏បាននិយាយផ្ដាច់ផ្ដាំថាបើសិនជាលើកក្រោយការងារធ្វើមិនបានសម្រេចទេនឹងលែងមានវត្តមានរបស់ពួកគេនៅទីនេះបន្តទៀតហើយនៅពេលដែល Kato ហើយនិងក្រុមរបស់គេចេញទៅបាត់ហ្នឹងយើងក៏បានឃើញ Sabusa គាត់ភ្ញាក់ផងដែរដោយសារតែគាត់នឹងធ្វើពុតជាសន្លប់ទេអ្នកទាំងអស់គ្នាហើយគាត់ក៏បាននិយាយទៅកាន់ Haku ថាមិនសម្លាប់ Kato ចោលហើយ Haku ក៏បានប្រាប់ទៅកាន់ Sabusa វិញថាអត់ទាន់ចង់សម្លាប់ទេចាំសម្រាប់នៅពេលក្រោយអញ្ចឹងណាចំណែកមូលហេតុដែល Haku មិនសម្លាប់ Kato នៅទីកន្លែងហ្នឹងគឺដោយសារតែគាត់ព្រួយបារម្ភថានៅពេលដែលគាត់សម្លាប់ Kato នៅកន្លែងហ្នឹងគឺក្រុម Anbu ដែលមកពី Village របស់គាត់ហ្នឹងនឹងធ្វើការតាមប្រមាញ់ពួកគាត់អញ្ចឹងណាអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងក៏បានកើតមកដល់ឈុតបន្ទាប់នៅពេលដែល Sasuke និង Naruto កំពុងតែហាត់រៀន training សម្រាប់ខ្លួននៅដើមឈើហ្នឹងយើងក៏បានឃើញកម្មករម្នាក់របស់ Tazuna ហ្នឹងឈ្មោះ Kichi ហ្នឹងគាត់ក៏បានមកសុំ Tazuna លាឈប់ពីការងារតែម្ដងមូលហេតុដែល Kichi ស្នើសុំ Tazuna លាឈប់ពីការងារសាងសង់ស្ពានហ្នឹងគឺដោយសារតែគាត់ខ្លាចក្រុមរបស់ Kato ហ្នឹងតាមសម្លាប់គាត់ហើយមុនពេលដែល Kichi ស្នើសុំលាឈប់ពីការងារហ្នឹងគាត់ក៏បានផ្ដាច់ផ្ដាំទៅ Tazuna ថាឲ្យបញ្ឈប់ការសាងសង់ស្ពានហ្នឹងទៅ
ចំណែកឯនៅក្នុងព្រៃវិញយើងក៏បានឃើញ Sasuke ហើយនិង Naruto ព្យាយាមហាត់ក្បាច់សម្រាលខ្លួននៅលើដើមឈើរបស់ពួកគេទោះបីជាពួកគេព្យាយាមយ៉ាងណាក៏ដោយដែរក៏ពួកគេមិនទាន់រៀនចេះក្បាច់សម្រាលខ្លួននៅលើដើមឈើនឹងផងដែរហើយនៅពេលដែលកំពុងហ្វឹកហាត់ហ្នឹងយើងក៏បានឃើញ Sasuke ហើយ Naruto នឹងឌឺដងគ្នាទៅវិញទៅមកបើទោះបីជាដល់ពេលញ៉ាំអាហារពេលល្ងាចក៏ដោយដែរក៏ Sasuke ហើយនិង Naruto នឹងនៅតែប្រកួតប្រជែងគ្នាញ៉ាំអាហាររហូតដល់ធ្វើឲ្យពួកគេក្អួតផងដែរហើយនៅពេលដែលពួកគេញ៉ៃអញ៉ៃចឹងទៅ Sakura ក៏បានថាឲ្យពួកគេតែម្ដងនៅពេលដែលកំពុងតែញ៉ាំអាហារហ្នឹងសាគូរ៉ាគាត់ក៏បានឃើញរូបថតដែលបិទលើអញ្ចឹងហ្នឹងមានការដាច់រហែកអញ្ចឹងទៅគាត់ក៏បានសួរតាស៊ូណាហ្នឹងថាមកពីអីអញ្ចឹងណាអ្នកនរគ្នាហើយនៅពេលដែលតាស៊ូណាហ្នឹងគាត់កំពុងតែនិយាយអញ្ចឹងធ្វើឲ្យអ៊ីណារីគាត់ខឹងគាត់ក៏បានដើរចេញតែម្ដងហើយម្ដាយរបស់អ៊ីណារីគាត់ក៏បានដើរទៅតាមអ៊ីណារីតាស៊ូណាបាននិយាយប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថារូបបុរសដែលដាច់រហែកនៅលើជញ្ជាំងហ្នឹងគាត់គឺជាវីរបុរសនៃដែនដីរលកហ្នឹងហើយគាត់គឺជាឪពុកចុងរបស់អ៊ីណារីហើយគាត់មានឈ្មោះថាកៃសាមូលហេតុដែលកៃសាស្លាប់គឺដោយសារតែក្រុមរបស់កាតូនឹងបានសម្លាប់គាត់សាច់រឿងបានកាត់មកដល់នៅក្នុងព្រៃមួយហើយយើងក៏បានឃើញហាគូកំពុងតែដើរបេះអសត់នៅក្នុងព្រៃនៅពេលនោះផងដែរហាគូក៏បានជួបជាមួយនឹងណារូតូដែលកំពុងតែដេកលក់នៅក្នុងព្រៃនៅពេលដែលហាគូបានឃើញស្លាកនិនចានៅលើក្បាលរបស់ណារូតូនាងក៏បានដឹងថាណារូតូគឺជាក្រុមនិនចាឲ្យបានប្រយុទ្ធជាមួយនឹងសាប៊ូសាកាលពីវគ្គមុនហ្នឹងណាអ្នកនរគ្នាក៏ប៉ុន្តែហាគូបានដាស់ណារូតូឲ្យភ្ញាក់ពីដំណេកនិងមិនបានធ្វើអីណារូតូនោះទេនៅពេលដែលណារូតូបានភ្ញាក់ពីដំណេកគាត់ក៏បានសួរហាគូថាមកពីណាមិនបានមកនៅក្នុងព្រៃហ្នឹងចឹងណាអ្នកនរគ្នាណារូតូគាត់បាននិយាយទៅកាន់ហាគូជាធម្មតាដោយមិនបានស្គាល់ពីអត្តសញ្ញាណរបស់ហាគូដែលជាជនអានកំបាំងដែលបាននាំយកសាប៊ូសាកាលពីវគ្គមុនហ្នឹងទេដោយសារតែបាត់ណារូតូអត់ឃើញមកញ៉ាំអាហារពេលព្រឹកលោកគ្រូកាកាស៊ីសេនសេសាគូរ៉ាហើយនិងសាស៊ូកេក៏បានចេញទៅរកណារូតូនៅក្នុងព្រៃនៅពេលដែលស្វែងរកណារូតូឃើញសាស៊ូកេគាត់ក៏បានដាក់ណារូតូមួយដៃតែម្ដងដោយសារតែណារូតូហ្នឹងអត់ទៅញ៉ាំអាហារពេលព្រឹកចឹងណាទាំងអស់គ្នាណារូតូហើយនិងសាស៊ូកេក៏បានបន្តការហ្វឹកហាត់របស់ពួកគេទៀតរហូតដល់ពួកគេអាចសម្រាលខ្លួននៅលើដើមឈើបាននៅពេលដែលលោកគ្រូកាកាស៊ីហើយនិងសាគូរ៉ាបានធ្វើដំណើរមកដល់ណារូតូក៏បានបង្ហាញខ្លួននៅលើដើមឈើទីខ្ពស់មួយណារូតូក៏បានសម្ដែងធ្វើធ្លាក់ពីលើដើមឈើដើម្បីឲ្យសាគូរ៉ាហើយនិងលោកគ្រូកាកាស៊ីនឹងមានការព្រួយបារម្ភក៏ប៉ុន្តែណារូតូអាចសម្រាលខ្លួននៅលើដើមឈើបានក៏ប៉ុន្តែការសម្រាលខ្លួនរបស់ណារូតូនឹងមិនបានយូរនោះទេនៅទីបំផុតគេក៏បានធ្លាក់ពីលើដើមឈើមែនទែននៅពេលផងដែរសាស៊ូកេក៏បានចូលមកជួយណារូតូទាន់ផងដែរនៅពេលល្ងាចឡើងក្រុមទី7ក៏បានត្រឡប់មកផ្ទះតាស៊ូណាវិញដោយសារតែណារូតូអស់កម្លាំងខ្លាំងពេកគាត់ក៏បានសម្រាកនៅកន្លែងញ៉ាំបាយតែម្ដងហើយបន្ទាប់មកយើងក៏បានឃើញអ៊ីណារីហ្នឹងមករំខានទៅលើណារូតូដោយសារតែអ៊ីណារីហ្នឹងបានគិតថាក្រុមរបស់ណារូតូហ្នឹងគឺមិនអាចយកឈ្នះទៅលើក្រុមកេតូបានទេដោយសារតែរំខានខ្លាំងពេកទៅណារូតូក៏បានដេញអ៊ីណារីឲ្យចេញតែម្ដងក្រោយពេលនោះដែរលោកគ្រូកាកាស៊ីគាត់ក៏បានទៅលើកទឹកចិត្តអ៊ីណារីផងដែរគាត់ក៏បាននិយាយពីរឿងរ៉ាវដ៏កំសត់របស់ណារូតូប្រាប់ទៅលើអ៊ីណារីសាច់រឿងរបស់យើងក៏បានកាត់មកដល់ថ្ងៃបន្ទាប់យើងក៏បានឃើញក្រុមទី7បាននាំតាស៊ូណាទៅកាន់ស្ពានដែលបានសាងសង់នោះក៏ប៉ុន្តែលោកគ្រូកាកាស៊ីសេនសេមិនបាននាំណារូតូទៅជាមួយនោះទេដោយសារតែណារូតូហ្នឹងបានប្រើចក្រារបស់គាត់ច្រើនពេកចឹងទៅធ្វើឲ្យគាត់អស់កម្លាំងចឹងណាទាំងអស់គ្នានៅពេលដែលលោកគ្រូកាកាស៊ីសេនសេសាស៊ូកេសាគូរ៉ាហើយនិងលោកតាតាស៊ូណាបានធ្វើដំណើរទៅដល់ការដ្ឋានសាងសង់ស្ពានយើងក៏បានឃើញកម្មករនៅទីនោះដួលសន្លប់អស់តែម្ដងហើយមូលហេតុដែលកម្មករនៅទីនោះដួលសន្លប់គឺដោយសារតែស្នាដៃរបស់សាប៊ូសានៅទីបំផុតសាប៊ូសាម៉ូម៉ូឈីគាត់ក៏បានជួបជាមួយនឹងហាតាកេកាកាស៊ីម្ដងទៀតហើយសាប៊ូសាគាត់ក៏បាននិយាយទៅកាន់កាកាស៊ីថាសូមទោសដែលឲ្យឯងរងចាំបន្ទាប់មកគាត់ក៏បានប្រើក្បាច់លាក់ខ្លួននៅក្នុងអាប់របស់គាត់ម្ដងទៀតហើយគាត់ក៏បាននិយាយទៅកាន់កាកាស៊ីថាឯងនៅតែនាំក្មេងរពឹសទាំងនោះមកតាមឯងដដែលមើលទៅពួកគេចោះគឺពិតជាញ័រខ្លួនខ្លាំងមែនទែននៅពេលដែលប្រឈមមុខជាមួយនឹងយើងម្ដងទៀតនិយាយឲ្យសាប៊ូសាក៏បានលេចខ្លួននៅមុខសាស៊ូកេតែម្ដងហើយនៅពេលនោះសាស៊ូកេគាត់ក៏បានញញឹមហើយនិយាយថា I'm trembling with excitement. Go on, Sasuke. ចំណែកឯលោកគ្រូកាកាស៊ីសេនសេវិញគាត់ក៏បានប្រាប់សាស៊ូកេហើយនិងសាការ៉ាឲ្យត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយនឹងសត្រូវអញ្ចឹងការសម្រាប់រឿងរបស់ admin សូមស្លេះតែប៉ុណ្្នឹងសិនអ្នកទាំងអស់គ្នាចង់ដឹងតែសាច់រឿងបន្ទាប់ទៅជាយ៉ាងណាទៀតកុំភ្លេចជួបជាមួយនឹង admin នៅវីដេអូក្រោយជាចុងក្រោយកុំភ្លេចចុច subscribe និង like ឲ្យ admin ម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀត